សួស្តីកូនទាំងអស់គ្នាឥឡូវថ្ងៃនេះជួបជាមួយលោកគ្រូទៀតហើយនៅការអានអត្ថបទខ្លីនៅក្នុងមេរៀនស្រៈនិស្ស័យស្រៈអាចឹងលើកូនទាំងអស់គ្នាពិនិត្យមើលរូបភាពតើរូបភាពនេះជាសត្វអ្វីកូនបាទគឺសត្វពស់តែសត្វពស់នេះគេឲ្យឈ្មោះវាថាខាអញ្ចឹងបើសិនជាកូនឃើញរូបនេះលើក្រោយគឺឈ្មោះរបស់វាគឺខាកូនពិនិត្យមើលតើខាកំពុងតែធ្វើអ្វីកូនបាទល្អណាស់ខាកំពុងតែឆាបាទល្អណាស់ផ្ទះដៃមួយតើរូបភាពនេះគេចង់និយាយពីអ្វីដែរកូនបាទល្អណាស់រូបភាពនេះគេចង់និយាយអំពីខាតោះឥឡូវស្ដាប់លោកគ្រូអានអត្ថបទខ្លីឲ្យកូនស្ដាប់សិនខាឆាស្បៃខាឆាបង្គាខាឆាមីខាឆាបាយតោះឥឡូវចូលរួមអានទាំងអស់គ្នាជាមួយលោកគ្រូខាឆាស្បៃខាឆាបង្គាខាឆាមីខាឆាបាយបាទអានបានល្អណាស់ផ្ទះដៃមួយបាទបន្ទាប់ពីអានជាមួយលោកគ្រូមកឥឡូវកូនអានដោយខ្លួនឯងវិញម្ដងក្រោយពីអានខ្លួនឯងមកលោកគ្រូសុំសួរនៅក្នុងអត្ថបទរបស់យើងតើនរណាឆាបាទល្អណាស់ខាជាអ្នកឆាតើខាឆាអ្វីខ្លះកូនបាទល្អណាស់ខាឆាស្បៃខាឆាបង្គាខាឆាមីខាឆាបាយតើកូនធ្លាប់ញ៉ាំឆាអ្វីខ្លះបាទល្អណាស់តើកូនចូលចិត្តឆាអ្វីចឹងគេកូនក្រោយពីឆ្លើយសំណួរលោកគ្រូហើយកូនអានហើយអានទៀតអានទាល់តែចេះអានទាល់តែចាំពេលចាំហើយកូនកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីមុនគេ